ក្រនតែចេញក្បាលវីដេអូមកបងប្អូនទាំងអស់គ្នាដឹងថាជាអីឯងបងប្អូនមាននឹងមកតាម trend របស់គេវាកំពុងតែ viral ខ្លាំងណាបងប្អូនមកធ្វើគេហៅថាគោកិច្ចឬគោតកួនព្រោះកំពុងតែផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម TikTok និង Facebook ហ្នឹងណាហើយសម្រាប់គោកិច្ចនេះដែរអត់មានអីច្រើនទេដោយដែលបងប្អូនបានឃើញបានដឹងអញ្ចឹងមានតែតកួនហើយនឹងសាច់គោតែប៉ុណ្្នឹងឯងបងប្អូនបន្លែសម្រាប់ធ្វើគោកិច្ចហ្នឹងណាថ្ងៃហ្នឹងនាងខ្ញុំយកតកួនចិនឬគេហៅតកួនសហ្នឹងនាងខ្ញុំយកតកួននឹងដើម្បីយកវាមកសក់វាជាតសៃដើម្បីដាក់ត្រាំទឹកហើយនាងខ្ញុំប្រើតកួននេះប្រហែលជាខ្ទង់កន្លះគីឡូតកួនអញ្ចឹងណានាងខ្ញុំបន្តសក់វារហូតតអស់ហើយនាងខ្ញុំយកវាទៅត្រាំទឹកហើយលាងសម្អាតវាពីបិទទឹកបន្ទាប់មកទៀតនាងខ្ញុំចាប់ផ្ដើមមករៀបសាច់គោហាន់សាច់គោរបស់យើងហើយសាច់គោនេះដែរនាងខ្ញុំជ្រើសរើសយកសាច់គោផុយស្រួយបងប្អូនអានេះអ្នកលក់គេប្រាប់ថាហ្នឹងវាផុយស្រួយអញ្ចឹងទៅនាងខ្ញុំយកអាហ្នឹងឯងមកធ្វើអញ្ចឹងណាហើយសម្រាប់សាច់គោនេះដែរនាងខ្ញុំអត់បានប្រឡាក់គ្រឿងអីបងប្អូននាងខ្ញុំគ្រាន់តែហាន់វាហើយនាងខ្ញុំចាប់ផ្ដើមបាយពងទាដាក់ពីលើចំនួន2គ្រាប់ឥឡូវនេះនាងខ្ញុំចាប់ផ្ដើមមករៀបខ្ទឹមម្ទេសហើយនឹងម្ទេសយើងនេះនាងខ្ញុំប្រើម្ទេសហាវ៉ៃយើងច្រើនជាម្ទេសហឹរណាកុំឲ្យវាហឹរខ្លាំងបងប្អូនចឹងទៅនេះខ្ញុំចាប់ដើមយកវាមកកិនហើយការកិននេះដែរបានដែរបងប្អូនហើយនាងខ្ញុំបានកិនវាហើយនាងខ្ញុំក៏ដួសវាដាក់នឹងកូនចានណាបងប្អូនសម្រាប់យើងយកវាទៅឆាជាមួយនឹងតកួនសាច់គោរបស់យើងចឹងណាឃើញទេបងប្អូនឥឡូវខ្ទឹមនិងម្ទេសរបស់ខ្ញុំនាងខ្ញុំកិនហើយអស់ហើយបងប្អូននាងខ្ញុំចាប់ដើមដួសវាដាក់កូនចានហើយតបមកទៀតយើងចាប់ផ្ដើមធ្វើតកួនកិច្ចរបស់យើងជាដំបូងនេះខ្ញុំប្រើប៊ឺនេះខ្ញុំប្រើរៀងច្រើនបន្តិចបងប្អូនបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមដាក់តកួនចូលបន្ទាប់ពីដាក់តកួនចូលហើយនេះខ្ញុំចាប់ផ្ដើមកូរវាច្បល់ទៅមកហើយនេះខ្ញុំចាប់ផ្ដើមដាក់គ្រឿងដែលយើងកិនមិញមានម្ទេសខ្ទឹមដែលយើងកិនហើយហ្នឹងយើងចាក់នឹងចូលទៅច្បល់វាពី3ត្រឡប់ទៅយើងចាប់ដើមដាក់សាច់គោហើយយើងដាក់សាច់គោហ្នឹងយើងរៀងបាយពងទាវាចូលសពជាមួយនឹងសាច់គោយើងទៅយើងចាប់ផ្ដើមដាក់វាចូលទៅយើងច្បល់មកទៅហើយបាត់ហើយបងប្អូនហើយសម្រាប់តកួនកិច្ចនេះដែរមិនត្រឹមតែគេ viral ទេបងប្អូនគឺឆ្ងាញ់របស់គេមែនតកួនហ្នឹងគឺឆ្ងាញ់របស់គេមែនបើមិនជឿបងប្អូនអាចសាកបានបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមយកវាមកញ៉ាំជាមួយនឹងទឹកតាហ៊ូហើយទឹកតាហ៊ូនេះដែរបើបងប្អូនចង់ដឹងថាពីវិធីធ្វើទឹកតាហ៊ូរបស់នាងខ្ញុំបែបណាបងប្អូនអាចចូលទៅ comment បានព្រោះទឹកតាហ៊ូនាងខ្ញុំនេះគឺធ្វើខុសគេបន្តិចបងប្អូនដោយសារនាងខ្ញុំធ្វើវាឆ្អិនណាព្រោះបើកាលណាយើងធ្វើវាអត់ឆ្អិនទេយើងញ៉ាំទៅក៏វាអត់សូវល្អដែរសម្រាប់ពោះអ្នកពុះអត់សូវល្អអញ្ចឹងពេលគាត់ញ៉ាំឆៅទៅវាអត់សូវល្អគាត់ញ៉ាំទៅឈឺពោះអីចឹងណាចឹងតែនេះខ្ញុំចូលចិត្តធ្វើឆ្អិនហើយការធ្វើឆ្អិនហ្នឹងដែរវាຕົកបានយូរទៀតបងប្អូនដាក់ក្នុងទូទៅយើងញ៉ាំបានខែ2ខែដែរចឹងណាបងប្អូន